ថ្ងៃនេះគឺមកព្រោះស្រូវ3នាក់ពូក្មួយហើយម្នាក់អ្នករើសម្នាក់អ្នកព្រោះនេះ3នាក់ពូក្មួយហើយខ្ញុំក៏ព្រោះដែរពុកម៉ែបងប្អូនប៉ុន្តែនៅថតចាប់កាមេរ៉ាថតណាប៉ុន្តែដឹងជាព្រោះស្រូវយ៉ាងណាយ៉ាងណីទេហើយបងប្អូនណាចេះព្រោះស្រូវអត់ខ្ញុំតន់ចេះព្រោះស្រូវទេនេះហើយចាញ់ក្មួយវាចេះព្រោះជាងហើយដឹងជាព្រោះយ៉ាងម៉េចព្រោះយ៉ាងម៉ាដឹងជាស្រូវល្អមិនល្អទេឆ្នាំនេះសិតតែនាងហើយនឹងអ្នកផងហ្នឹងដឹងព្រោះយ៉ាងម៉េចយ៉ាងម៉ាដាក់យកជះធ្វើម៉េចជះឲ្យទៅពេញនៃស្រែទៅជះស្រូវមិនថាភ្លឺមិនថាស្រែណាក៏ដោយស្រែណានៅចិត្តឆ្លងហើយព្រោះស្រូវខុសគ្នាថាស្រូវដូចគ្នាអត់អីទេហើយនេះក្មួយខ្ញុំវាជះឆ្លងស្រែគេស្រែឯងពេញនេះឯងវាដាក់ឲ្យទៅពេញជះយកហើយបងប្អូនណាខ្លះចេះព្រោះស្រូវខ្ញុំអត់ចេះទេហើយបានថតកាមេរ៉ានិយាយទៅព្រោះចិត្តហើយពុកម៉ែបងប្អូនចិត្តហើយតើនេះបានមហាត់ជាងហើយនៅសល់ប្រហែលជាកន្លះហាត់ទៀតស្រែសល់កន្លះហាត់ទៀតគឺពេលវេលាក៏ដល់ពេលវេលាដែលវាល្ងាចទៅហើយម៉ោង3ម៉ោង4ហ្នឹងណាស្មើហ្នឹងគឺម៉ោង3ម៉ោង4ពុកម៉ែបងប្អូននេះក្មួយនឹងវាជះយកអត់គិតអីច្រើនណាធ្វើម៉េចឲ្យតែពេញស្រែទៅថាតែខ្ញុំនឹងសម្រាកហត់ពេកយយបងប្អូនអីអត់ដែលធ្វើស្រែនិយាយកដៅម៉ែកដៅហើយគ្រាន់ជះស្រូវកាន់អ៊ីត្រូមួយដល់ជះតាមស្រែហ្នឹងរមូលជើងរមូលដៃពេញហ្នឹងកដៅពេកហើយនេះក៏អង្គុយចាប់កាមេរ៉ាថតទៅនេះចាប់កាមេរ៉ាថតគេថាម្ចាស់ស្រែធ្វើការតិចតួចហត់បាត់តែធ្វើម៉េចបើវាឆាប់ហត់វាក្តៅមានអីចាញ់ក្មួយដែរក្មួយវារើសផងវាបាចស្រូវផងឯងណាតែបាច់នឹងរំរួចស្រែមួយបងប្អូនអើយហត់ក្តៅណាមករួចស្រែមួយនេះអាមួយនេះអ្នករស់ចេះអាមួយនោះអ្នកព្រោះស្រូវហើយអាអ្នកដែលម្នាក់ហ្នឹងគឺអ្នកចាប់កាមេរ៉ាថតប៉ុណ្ណឹងឯងមានអីច្រើនហើយក៏ចិត្តចប់ដែរចិត្តចប់ចិត្តហើយបងប្អូនព្រោះចិត្តហើយសល់ប្រហែលជាស្រែ3 4 10ស្រែទៀតហើយចិត្តហើយបងប្អូនវាចាយដន់ហ្នឹងគឺវាខ្វះស្រូវខ្វះហើយជាមកកូនបេទៀតទេក៏មិនរួយល្មមហើយណាមិនទុកពេលវេលាដល់ស្អែកទៀតទេប៉ុន្តែវាចាយដន់គឺអស់ស្រូវពុកម៉ែបងប្អូនព្រោះស្រូវវាអត់ហើយវាអស់ខ្វះចឹងទៅបន្តដល់ស្អែកទៀតមានន័យថាព្រោះស្រូវហ្នឹងមួយថ្ងៃមកព្រឹកទៀតហើយទៅបានហើយ